សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងយើងមានទិន្នន័យធំតាក់ទងជាមួយនឹងសុខភាពការងារសហរដ្ឋអាមេរិកយើងមកនិយាយទាំងអស់គ្នាបន្ថែមពីព័ត៌មានការពីម្សិលមិញខ្ញុំនិយាយបានច្រើនហើយតាក់ទងជាមួយនឹងការងារសហរដ្ឋអាមេរិកខ្ញុំមកនិយាយបន្ថែមហើយយើងសន្និដ្ឋានទាំងអស់គ្នាថាតើតម្លៃមាសនៅថ្ងៃហ្នឹងមានការឡើងឬមួយក៏ចុះបែបណាហើយបិទបញ្ចប់ទៅសប្តាហ៍ហ្នឹងតើតម្លៃមាសមានសុខភាពបែបណាហើយសប្តាហ៍ក្រោយមានសុខភាពបែបណាវីដេអូខ្ញុំមិនមែនជាការផ្ដល់ financial advice ផ្ដល់ដំបូន្មានហិរញ្ញវត្ថុឲ្យអ្នកនរគ្នាទៅជួញដូរទ្រព្យសម្បត្តិវិនិយោគណាមួយឡើយកុំធ្វើ trading អ្វីទាំងអស់បើសិនជាអ្នកនរគ្នាមិនមានជំនាញពិតប្រាកដខ្ញុំគ្រាន់តែជាការចែករំលែកចំណេះដឹងឲ្យអ្នកនរគ្នាបានដឹងបានយល់ទទួលនៅបានផលចំណេញពីចំណេះដឹងតែប៉ុណ្ណោះមុននឹងចូលព័ត៌មានហើយនឹងការពិភាក្សាទាំងអស់នោះយើងមកមើលតម្លៃមាសបច្ចុប្បន្នសិនមុននឹងការបើកទីផ្សាររបស់អន្តរជាតិឬមួយក៏ New York Exchange ដែលជាទីផ្សារធំជាងគេហ្នឹងតម្លៃតាមរយៈទីផ្សារ Kitco របស់អន្តរជាតិគឺ$4,710ក្នុង1អោនដែលស្មើនឹង$5,723ក្នុង1តម្លឹងហើយចំពោះតម្លៃ D-rank គឺជាតម្លៃដែលមិនមែនជាតម្លៃបច្ចេកទេសទេប៉ុន្តែជាតម្លៃដែលវាប៉ះដល់ support ដែលទាបបំផុតគឺ$4,677ក្នុង1អោននិងតម្លៃដែលខ្ពស់បំផុតដែលជា resistance ក្នុងថ្ងៃហ្នឹងគឺ$4,735ក្នុង1អោនតម្លៃថ្ងៃហ្នឹងវាមានលក្ខណៈមួយមិនសូវជា volatile ខ្លាំងទេព្រោះតម្លៃកំពុងតែ consolidation បន្ទាប់ពីវាមានការ rebound មកខ្លាំងចំពោះ bull market បច្ចុប្បន្នហើយយើងនឹងមើលបន្តទៀតថាបន្ទាប់ពី consolidation វាឡើងឬមួយក៏ចុះវាស៊ីសងទៅលើទិន្នន័យជាមួយនឹងភូមិសាស្ត្រនយោបាយហើយក៏ដូចសេដ្ឋកិច្ចដូចគ្នាបូករួមនឹងតម្លៃបច្ចេកទេសផងដែរអញ្ចឹងយើងមក update ព័ត៌មានសំខាន់ថ្ងៃហ្នឹងមុនគេតាក់ទងជាមួយនឹង economic calendar គឺយើងមានទិន្នន័យសុខភាពការងារសហរដ្ឋអាមេរិកដែលយើងដឹងហើយមុននឹងគេចេញតាក់ទងជាមួយនឹង Non-Farm Employment Change គេតែងតែមានតាក់ទងជាមួយនឹងទិន្នន័យការងារទូចៗមួយចំនួនដែលយើងបានឃើញជាពិសេសការពីម្សិលមិញយើងមាន Unemployment Claim ដូចគ្នាដែលយើងឃើញពីទិន្នន័យជាក់ស្ដែងចំនួនអ្នកដាក់ពាក្យសុំប្រាក់អត់ការងារធ្វើ Initial Unemployment Claim ហ្នឹងបានកើនឡើងដល់ប្រហែលជា200,000នាក់ក្នុងសប្តាហ៍បញ្ចប់ថ្ងៃទី2ខែឧសភាកើនឡើងប្រហែលជា10,000នាក់បើធៀបនឹងសប្តាហ៍មុនបានកែសម្រួលទៅជា19,000នាក់វិញជាមួយគ្នានេះបើយើងគិតជាមធ្យមភាព4សប្តាហ៍បានធ្លាក់ចុះមកត្រឹម23250នាក់ថយចុះប្រហែលជា4500នាក់ពីតួលេខមធ្យមដែលបានកែសម្រួលមុននេះហើយដោយឡែកផលិតភាពអាជីវកម្មក្រៅវិស័យកសិកម្ម Non-Farm Business Productivity បានកើនឡើង 0.8% ក្នុងត្រីមាសទី1ខណៈដែលថ្លៃដើមកម្លាំងពលកម្មក្នុងមួយឯកតា Unique Labor Cost បានកើនឡើងប្រហែលជា 2.3% ទិន្នន័យនៃអត់ការងារធ្វើនេះបង្ហាញថាទីផ្សារការងារអាមេរិកកំពុងចាប់ផ្ដើមត្រជាក់បន្តិចមានន័យថាវានៅ sideways វាមានស្ថិរភាពវាជាលក្ខណៈ stable មួយមុននឹងការចេញផ្សាយតាក់ទងមួយរបាយការណ៍ Non-Farm Payroll នៅថ្ងៃសុក្រនេះខណៈពេលដូចគ្នាទិន្នន័យផលិតភាពនិងថ្លៃពលកម្មបានផ្ដល់ឲ្យអ្នកជួញដូរលោហៈមានតម្លៃដូចជាមាសនិងប្រាក់នៅភាពច្បាស់លាស់កាន់តែច្រើនអំពីសម្ពាធថ្លៃឈ្នួលប្រៀបធៀបទៅនឹងការជជែកអំពីអតិផរណាដែលបណ្ដាលមកពីធម្មពលនិងប្រេងដែលជាទិន្នន័យឬមួយជាកត្តាដែលធ្វើឲ្យធនាគារកណ្ដាលគាត់អាចនឹងដំឡើងអត្រាការប្រាក់ឬមួយក៏ទម្លាក់អត្រាការប្រាក់នឹងឯងហើយយើងមកមើល ADP Non-Farm Employment Change ដូចគ្នាតែតាំងពីថ្ងៃពុធប៉ុន្តែគឺវាជា indicator ទូចមួយដែររបស់ Non-Farm Employment Change នៅថ្ងៃសុក្រតែវាក្នុងវិស័យឯកជនតែប៉ុណ្ណោះមិនបូកជាមួយនឹងវិស័យរដ្ឋទេហើយគេគិតហ្នឹងគឺ Non-Farm មិនមែនជាវិស័យកសិកម្មដូចគ្នាដែលយើងឃើញថាទិន្នន័យជាក់ស្ដែងវាច្រើនជាងលើកមុនប៉ុន្តែវាទាបជាងការព្យាករណ៍ទេត្រឹមតែ190,000កន្លែងតែប៉ុណ្ណោះដែលបង្កើននៅ Non-Farm Employment Changeប៉ុន្តែការព្យាករណ៍របស់គេគឺរហូតដល់ 118K វាទាបជាងការព្យាករណ៍ប៉ុន្តែវាច្រើនជាងលើកមុនអញ្ចឹងបើយើងមើលទិន្នន័យ indicator ទូចនេះវាបង្ហាញពីភាព50-50ទេចំពោះតាក់ទងជាមួយសុខភាពការងារសហរដ្ឋអាមេរិកបច្ចុប្បន្នហើយបើយើងមើលតាក់ទងជាមួយនឹងថ្ងៃសុក្រយប់ហ្នឹងម៉ោង 7 កន្លះយើងរងចាំមើលអស់គ្នាតាក់ទងជាមួយនឹងសុខភាពការងាររបស់សហរដ្ឋអាមេរិកដែលយើងឃើញពី unemployment rate ការពីខែមុនគឺ 4.3% ហើយការព្យាករណ៍របស់គេគឺរក្សានៅដល់ដែរគឺ 4.3% ដូចគ្នាទេចំពោះ Non-Farm Employment Change ខែមុនគឺ 178K ប៉ុន្តែការព្យាករណ៍របស់គេគឺធ្លាក់ចុះ
ត្រឹម 65k អញ្ចឹងការបង្កើននៅការងារបន្ថែមតាក់ទងជាមួយនឹង Nan Farm គឺមានការធ្លាក់ចុះយើងរងចាំមើលតាក់ទងទិន្នន័យជាក់ស្ដែងហើយ average hourly earning ចំពោះការចំណូលទទួលបានចំណូលមានការកើនឡើងប្រៀបធៀបទៅខែចាស់គឺគេរំពឹងថាកើនឡើង 0.3% នេះគឺជាការព្យាករណ៍ហើយខែមុនយើងឃើញថាកើនឡើង 0.2% នេះជាការព្យាករណ៍របស់គេហើយយើងរងចាំមើលទិន្នន័យជាក់ស្ដែងហើយដូចខ្ញុំបានបញ្ជាក់អ្នកនរគ្នាតាំងវីដេអូម្សិលមិញពីសុខភាពការងារ detail លម្អិតដែលខ្ញុំបានបញ្ជាក់ហើយជាមួយនឹងការវិភាគរបស់អ្នកវិភាគនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ហើយខ្ញុំមើលឃើញថាបច្ចុប្បន្នតាក់ទងជាមួយនឹងទិន្នន័យសុខភាពការងារសហរដ្ឋអាមេរិកវាមានលក្ខណៈ sideways មួយឬមួយក៏ស្ថិរភាពវាអាចនឹងមិនឡើងឬមិនចុះទេវាអាចនឹងដូចនឹងការព្យាករណ៍របស់គេ 4.3% ឬមួយក៏អាចធ្លាក់បន្តិច 4.2% ឬមួយអាចឡើងបន្តិច 4.4% វាមិនខ្លាំងហើយនៅពេលដែលវាប្រែប្រួលមិនខ្លាំងតម្លៃមាសក៏វាប្រែប្រួលទៅវាមិនខ្លាំងដែរតែគ្រាន់តែវាមានការប្រែប្រួលបន្តិចបន្តួចខ្ញុំនឹងនិយាយបន្ថែមនៅពេលដែលខ្ញុំអាប់ដេតតាក់ទងមួយតម្លៃបច្ចេកទេសបូករួមជាមួយនឹងទិន្នន័យការងារនេះថាតើវាអាចនឹងប្រែប្រួលទៅតម្លៃមួយណាទៅតាមការរំពឹងទុករបស់ខ្ញុំអានឹងជាទស្សនៈខ្ញុំតែប៉ុណ្ណោះហើយខ្ញុំមកអាប់ដេតតាក់ទងជាមួយភាពតានតឹងភូមិសាស្ត្រនយោបាយរវាងប្រទេសអារ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកបន្តិចទៅដែលជាការជះឥទ្ធិពលខ្លាំងដល់តម្លៃមាសនាពេលបច្ចុប្បន្នដែលយើងបានឃើញហើយដោយសារតែសង្គ្រាមហ្នឹងដែលធ្វើឲ្យតម្លៃប្រេងមានការកើនឡើងតបមកគឺមានការព្រួយបារម្ភតាក់ទងជាមួយនឹងអតិផរណាមានការជះឥទ្ធិពលខ្លាំងដែលធ្វើឲ្យតម្លៃទីផ្សារមានការព្រួយបារម្ភតាក់ទងជាមួយនឹងការដំឡើងអត្រាការប្រាក់ដែលធ្វើឲ្យតម្លៃមាសតម្លៃវិនិយោគផ្សេងៗហ្នឹងកំពុងតែ price in តាក់ទងជាមួយនឹងការព្រួយបារម្ភលើអតិផរណាចំពោះការកើនឡើងនៃអត្រាការប្រាក់ដែលធ្វើឲ្យតម្លៃមាសដាក់សម្ពាធមកដល់ពេលបច្ចុប្បន្ននឹងឯងហើយទើបតែមានការឡើងមកវិញ rebound បន្តិចនៅឡើយទេហើយយើងមកមើលព័ត៌មានយប់មិញហ្នឹងមានការដាក់សម្ពាធដល់តម្លៃមាសបន្តិចបន្តួចបងដែរដែលយើងឃើញថាតាមរបាយការណ៍របស់ Fox News និងរបាយការណ៍ធំៗកងទ័ពសហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាបានបើកការវាយប្រហារលើគោលដៅនៅភាគខាងត្បូងនៃប្រទេសអារ៉ង់រួមមានកំពង់ផែបាដាអាបាសនិងកំពង់ផែកាសាំផតនេះគឺជាការវាយប្រហារទូចទេវាមិនធំទេប៉ុន្តែគេបានឃើញនៅការវាយប្រហារថ្មីមួយប៉ុន្តែជាលក្ខណៈទូចទេហើយស្ថានភាពនេះបង្ហាញថាបទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងប្រទេសអារ៉ង់អាចកំពុងចាប់ផ្ដើមរលាយបន្ទាប់ពីមានការវាយប្រហារថ្មីពីភាគីទាំងពីរប៉ុន្តែទោះបីជាយ៉ាងណាបន្ទាប់ពីនឹងមកគឺលោកដូណាល់ត្រាំបានអះអាងថាបទឈប់បាញ់ជាមួយនឹងអ៊ីរ៉ង់នៅតែមានសុពលភាពទោះបីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅថ្ងៃនេះក៏ដោយអញ្ចឹងហើយយើងឃើញថាតម្លៃមាសមានការធ្លាក់ចុះបន្តិចហើយមិនមានការប្រែប្រួលតាណាទៀតទេវានៅ sideways តាមលក្ខណៈបច្ចេកទេសនៅឡើយទេព្រោះអីវាមានការប្រែប្រួលតាក់ទងភាពតានតឹងរវាងប្រទេសអារ៉ង់និងសហរដ្ឋអាមេរិកហ្នឹងគឺបន្តិចបន្តួចនៅឡើយទេអញ្ចឹងតាក់ទងមួយប្រទេសអារ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកក៏អត់ទាន់មានការអាប់ដេតថ្មីដែរគ្រាន់ថាវានៅតែមានភាពផុយស្រួយនៅឡើយទេមិនទាន់មានភាពច្បាស់លាស់ចំពោះទិសដៅសម្រាប់តម្លៃមាសទេព្រោះបច្ចុប្បន្នយើងបានដឹងហើយតាក់ទងមួយស្ថានភាពប្រទេសអារ៉ង់និងសហរដ្ឋអាមេរិកបើសិនជាមានការប្រែប្រួលណាមួយវានឹងជះឥទ្ធិពលខ្លាំងដល់តម្លៃមាសនាពេលបច្ចុប្បន្នហើយលក្ខខណ្ឌបែបណាខ្ញុំបានបញ្ជាក់ច្រើនវីដេអូហើយអ្នកនរគ្នាចំពោះលក្ខខណ្ឌសង្គ្រាមនៃប្រទេសទាំងពីរនេះដែលធ្វើឲ្យតម្លៃមាសឡើងឬមួយក៏ចុះហើយទិន្នន័យសេដ្ឋកិច្ចក៏យើងរងចាំមើលបន្តបន្ទាប់ដូចគ្នាខ្ញុំនៅអាប់ដេតហើយនឹងប្រាប់អ្នកនរគ្នាពីទស្សនវិស័យក្នុងរយៈពេលវែងដូចគ្នាពីភាពប្រែប្រួលចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏ដូចពិភពលោកថាវាជាឥទ្ធិពលដល់តម្លៃមាសបែបណាអញ្ចឹងសរុបមកវិញថ្ងៃហ្នឹងយើងមានប៉ុណ្ណឹងតាក់ទងជាមួយនឹងព័ត៌មានហើយយើងមកមើលតាក់ទងជាមួយនឹងតម្លៃបច្ចេកទេសមាសបន្តិចទៅចំពោះតម្លៃបច្ចេកទេសមាសនេះគឺជា candle រយៈពេល4ម៉ោងយើងឃើញតម្លៃមាសបច្ចុប្បន្ននៅពេលដែលវា rebound ឡើងមកហើយគឺវាកំពុងតែ consolidate នៅចន្លោះហ្នឹងនៅ sideways ឡើយទេខ្ទង់ 4680 ទៅដល់4760នឹងឯងដែលវាឡើងចុះហើយអ្វីដែលខ្ញុំរំពឹងទុកនៅពេលដែលការចេញទិន្នន័យការងាររបស់សហរដ្ឋអាមេរិកយប់នឹងបើយើងមើលស្របជាមួយនឹងបច្ចេកទេសហើយបើយើងមើលទិសដៅតម្លៃមាសសម្រាប់សប្តាហ៍ហ្នឹងហើយនឹងសប្តាហ៍ក្រោយដូចខ្ញុំបានប្រាប់អ្នកនរគ្នាហើយគឺទំនោរមានការកើនឡើងចំពោះបច្ចេកទេសតម្លៃមាសក៏ដូចជាស្ថានភាពជាក់ស្ដែងអញ្ចឹងខ្ញុំរំពឹងថានៅពេលដែលចេញលទ្ធផលការងាររបស់សហរដ្ឋអាមេរិកមកតម្លៃមាសអាចនឹងយកសម្ពាធមកក្រោមបន្តិចគ្រាន់ថាមិនខ្លាំងទេបន្តិចគឺវាមកយកខ្ទង់4660នេះជាតម្លៃបច្ចេកទេសដែលខ្ញុំរំពឹងទុកព្រោះធម្មតាវាឡើងមកប៉ុណ្ណេះហើយវា consolidate អញ្ចឹងវារំពឹងថាមកយក liquidity ខ្លះឬមួយក៏វាមក reclaim តាក់ទងជាមួយនឹង breaker
ម្ដុំនេះគឺតម្លៃមួយនេះគឺវាមកប៉ះតម្លៃនឹងហើយទើបវា respect ហើយវា rebound ឡើងលើតទៀតជាមួយនឹងតម្លៃបច្ចេកទេសដែលខ្ញុំរំពឹងទុកសម្រាប់យប់ហ្នឹងអញ្ចឹងខ្ញុំរំពឹងថាការបញ្ចេញសុខភាពការងារសហរដ្ឋអាមេរិកមកអាចនឹងមកប៉ះនឹងឬមួយក៏អាចមួយទៀតគឺវាហោះស្ទួយទៅដោយមិនមកប៉ះ respect អាហ្នឹងក៏យើងថាមិនត្រូវដែរព្រោះវាជាការព្យាករទុកប៉ុន្តែអ្វីខ្ញុំរំពឹងទុកបើសិនជាមាសមកប៉ះកន្លែងហ្នឹងហើយវានឹង rebound ឡើងវិញហើយបើ rebound ឡើងទៅវិញគឺសុខភាពតម្លៃមាសក្នុងការកើនឡើងគឺល្អប៉ុន្តែដូចខ្ញុំបានបញ្ជាក់អញ្ចឹងក្នុងក្រុមដូចគ្នាតម្លៃមាសខ្ញុំមិនគិតថាតម្លៃហ្នឹងអាចនឹងមានការធ្លាក់ចុះមកខ្លាំងទេបើទោះបីវាធ្លាក់ចុះមកក៏អាចនឹងមកប៉ះត្រឹមហ្នឹងឬមួយក៏ត្រឹមនេះអីហ្នឹងឯងវាមិនអាចមកបន្តទៀតទេលុះត្រាតែលក្ខខណ្ឌនៃប្រទេសអារ៉ង់ដែលខ្ញុំបានបញ្ជាក់ច្រើនហើយបើយើងមើលមួយថ្ងៃ candle ក៏ដូចគ្នាខ្ញុំរំពឹងវាមក respect កន្លែងហ្នឹងដូចគ្នាបើមិនអញ្ចឹងទេវាធ្លាក់តាក់ទងជាមួយនឹង fair value gap នេះដែលវាមកបំពេញហើយអាចនឹងឡើងទៅវិញប៉ុន្តែខ្ញុំគិតថាភាគរយច្រើន respect ត្រឹម breaker មួយហ្នឹងទេគឺ4660ដែលយើងមើលទៅភាគរយច្រើនព្រោះអីខ្ញុំអមជាមួយ weekly ព្រោះខ្ញុំរំពឹងថា weekly វាបិទទៅ mid point នេះខ្ទង់4660ហ្នឹងគឺវា mid point body សម្រាប់ weekly អាទិត្យមុនដែលជា candle សប្តាហ៍មុនដែលមានការធ្លាក់ចុះហើយតបមកវាបិទអាចថាបញ្ចប់ត្រឹម mid point body សម្រាប់សប្តាហ៍មុនទៅគឺតម្លៃមាសបច្ចុប្បន្នសប្តាហ៍ហ្នឹងគឺវាល្អព្រោះអីវា form ទៅជា rejection block ឬមួយក៏ rejection candle នេះមួយដើម្បីបន្តកើនឡើងមកវិញហើយបើសិនជាវាមកប៉ះត្រឹមហ្នឹងវារឹតតែល្អសម្រាប់តម្លៃមាសប៉ុន្តែដូចខ្ញុំបានបញ្ជាក់អញ្ចឹងអ្នកនរគ្នាចំពោះសេចក្តីរួមមករយៈពេលវែងក្នុងសប្តាហ៍ខ្ញុំនៅតែរំពឹងថាការបិទសប្តាហ៍ហ្នឹងជា green candle ដើម្បីវា reverse rebound ទៅលើបន្តទៀតហើយសប្តាហ៍ក្រោយក៏ខ្ញុំរំពឹងថាវា green candle ដែរប៉ុន្តែបើតម្លៃជាក់លាក់ដល់ប៉ុណ្ណាក៏ខ្ញុំមិនទាន់ច្បាស់ដែរយើងត្រូវរងចាំមើលស្ថានភាពជាក់ស្ដែងក៏ដូចជាបច្ចេកទេសជាក់ស្ដែងដូចគ្នាប៉ុន្តែទិសដៅតម្លៃមាសគឺយើងរំពឹងបែបនេះហើយបើយើងគិតពីចុងឆ្នាំ2026ទៅដល់2027ដូចអ្វីដែលខ្ញុំបញ្ជាក់អ្នកនរគ្នាអញ្ចឹងគឺតម្លៃមាសរឹតតែល្អជាមួយនឹងវិស័យ crypto ថ្មីដែលអាចនឹងចូលជាធរមានក្នុងច្បាប់របស់សហរដ្ឋអាមេរិកខ្ញុំចែករំលែកអ្នកនរគ្នាហើយថាផលប៉ះពាល់តាក់ទងតម្លៃមាសបែបណាខ្ញុំនៅតែគិតថាគ្រប់គ្រងដល់តម្លៃមាសបន្ថែមតាក់ទងជាមួយនឹង stable coin ដែលវានឹងជួយគ្រប់គ្រងដល់តម្លៃមាសសម្រាប់ទុនបម្រុង stable coin ហើយយើងប្រមាណមើលតាក់ទងជាមួយបានបំណុលសហរដ្ឋអាមេរិកក៏ដូចជាសុខភាពការងារឬមួយក៏សុខភាពតាក់ទងសេដ្ឋកិច្ចទាំងមូលរបស់សហរដ្ឋអាមេរិកនៅតែជាចំណុចល្អសម្រាប់តម្លៃមាសពេលបច្ចុប្បន្នដែលយើងរំពឹងថាក្នុងរយៈពេលវែងបើអ្នកនរគ្នាទិញសន្សំនឹងទទួលបាននូវផលចំណេញច្រើននេះជាអ្វីដែលខ្ញុំអាចចែករំលែកអ្នកនរគ្នាបាននៅថ្ងៃហ្នឹងសម្រាប់ពេលបច្ចុប្បន្នហើយខ្ញុំនឹងបន្តអាប់ដេតនៅព័ត៌មានផ្សេងៗទៀតណាមួយខ្ញុំក៏ជាប់ level ដូចគ្នាអញ្ចឹងហើយខ្ញុំឆ្លៀតបន្តិចបន្តួចទេអញ្ចឹងទៅខ្ញុំអត់ទាន់មានពេលជាការធ្វើមេរៀនឲ្យវាត្រឹមត្រូវឲ្យអីអញ្ចឹងតែគ្រាន់ថាខ្ញុំចាប់ផ្ដើមធ្វើជា outline ធ្វើជា brainstorm បដាហើយថាខ្ញុំចង់បែងចែកមេរៀនបែបណាហើយនឹងធ្វើជា key point បែបណាប្រយោគបែបណាដើម្បីផ្ដល់ភាពងាយស្រួលឲ្យងាយស្រួលយល់ហើយយើងឆាប់យល់តាក់ទងជាមួយនឹងតម្លៃបច្ចេកទេសផងហើយតាក់ទងជាមួយនឹងសេដ្ឋកិច្ចទៀតអញ្ចឹងសរុបមកវិញអរគុណអ្នកនរគ្នាសម្រាប់វីដេអូមួយនេះសង្ឃឹមថាអ្នកនរគ្នាទទួលបាននូវចំណេះដឹងថ្មីៗដូចគ្នា